ចូលទៅរៀនសូត្រទៅកាន់លោកគ្រូអ្នកគ្រូនិងសិស្សទៅកាន់សិស្សសាស្ត្រអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះជាសោភ័ណ្ឌខ្ញុំឈ្មោះជាសុមនីនាងខ្ញុំដំណើរឲ្យក្រុមទី1ហើយនឹងផងដែរក្រុមខ្ញុំនឹងមកធ្វើការពិសោធន៍អំពីអគ្គិសនីវិភាគទឹកឥឡូវយើងមកអំពីសម្ភារៈពិសោធន៍របស់យើងទាំងអស់គ្នាសម្ភារៈពិសោធន៍យើងមានដូចជាផាំងវិភាគខ្សែចម្លងហើយផាំងវិភាគហ្នឹងយើងត្រូវភ្ជាប់ជាមួយនឹងខ្សែចម្លងកែវបេសេបំពង់សាកថ្មពិលដែលថ្មពិលហ្នឹងគឺយើងយកអា9វ៉ុលដេកាធូបហើយសារធាតុយើងមានដូចជាទឹកហើយនិងអំបិលឥឡូវយើងធ្វើការលាយទឹកជាមួយនឹងអំបិលដើម្បីយកចាក់ចូលទៅក្នុងផើងវិភាគរបស់យើងហើយយើងធ្វើការកូរវាបាទឥឡូវយើងធ្វើការចាក់ទឹកអំបិលយើងចូលទៅក្នុងផើងវិភាគរបស់យើងហើយយើងដែលស្រាប់តែមុនហ្នឹងគឺយើងលាយទឹកឲ្យវាអត់លិចអេឡិចត្រូតរបស់យើងធ្វើការលាយមួយកែវទៀតឥឡូវយើងធ្វើការចាក់ចូលមួយកែវទៀតដែលស្រាប់តែមុនហ្នឹងវាអត់ទាន់លិចឥឡូវយើងចាក់មួយកែវទៀតចាក់ឲ្យវាលិចមួយឆ្នាំដៃយើងវាស់អូខេឥឡូវយើងធ្វើការដាក់ទឹកចូលទៅក្នុងបំពង់សាករបស់យើងហើយយើងត្រូវការឲ្យទឹកនៅក្នុងបំពង់សាកហ្នឹងវាអត់មានខ្យល់ឬក៏ពេលដែលយើងកាត់ឡើងលើទៅឃើញគេសយឥឡូវយើងធ្វើការដាក់ពងសាក់របស់យើងហ្នឹងឲ្យចូលអីគេលិចត្រប់របស់យើងនេះកាន់ម្នេះថប់ពីលើការចាប់ថ្មប៉ោយរបស់យើងដែលពណ៌ខ្មៅហ្នឹងគឺពោលបោកហើយពណ៌ក្រហមពោលដកឥឡូវយើងចាំវាមួយផ្លែហើយយើងឃើញថាឥឡូវហ្នឹងគឺវាចាប់ផ្ដើមកើតជាពពុះបន្ទាប់ពីការពិសោធន៍រួចយើងបានសង្កេតឃើញថានៅខាងកាតូតហ្នឹងគឺមានឧស្ម័នច្រើនអញ្ចឹងយើងនឹងធ្វើការតេស្តរកឧស្ម័ននៅខាងកាតូតនោះដោយប្រើប្រាស់ភ្លើងធូប